ជាដំបូងសូមគោរពដល់លោកគ្រូអ្នកគ្រូនិងសិស្សសានុសិស្សទាំងអស់គ្នាបានមើលវីដេអូនេះខ្ញុំបាទឈ្មោះជុងផានុនជាសិស្សនៅវិទ្យាល័យកូព្រីងរៀនថ្នាក់ទី 10C បានមកបកស្រាយនៅជំពូកទី1ពហុធាដែលយើងផ្ដោតទៅលើខ្លឹមសារ 4.4.1 ការដាក់កន្សោមលើក្រេទី3ជាផលគុណកត្តាតាមរូបមន្តពន្លាតអញ្ចឹងដើម្បីធ្វើលំហាត់ដាក់កន្សោមលើក្រេទី3ជាផលគុណកត្តាតាមរូបមន្តពន្លាតបានយើងត្រូវសិក្សារូបមន្តជាមុនសិនហើយរូបមន្តទី1គឺ a ស្វ័យគុណ3ដកឲ្យ b ស្វ័យគុណ3គឺស្មើ a បូក b កត្តាឲ្យ a ស្វ័យគុណ2បូកឲ្យ ab បូកឲ្យ b ស្វ័យគុណ2រីឯរូបមន្តទី2គឺ a ស្វ័យគុណ3បូកឲ្យ b ស្វ័យគុណ3ស្មើ a បូក b កត្តាឲ្យ a ស្វ័យគុណ2ដកឲ្យ ab បូកឲ្យ b ស្វ័យគុណ2អញ្ចឹងដល់រូបមន្តទី3គឺ a ស្វ័យគុណ3ដកឲ្យ 3a ស្វ័យគុណ 2b បូកឲ្យ 3ab ស្វ័យគុណ2ដកឲ្យ b ស្វ័យគុណ3គឺស្មើ a ដក b ស្វ័យគុណ3រីឯរូបមន្តទី4គឺ a ស្វ័យគុណ3ដកឲ្យ 3a ស្វ័យគុណ 2b បូកឲ្យ 3ab ស្វ័យគុណ2បូកឲ្យ b ស្វ័យគុណ3ស្មើ a បូក b ស្វ័យគុណ3អញ្ចឹងយើងឈានទៅដល់ការធ្វើលំហាត់ដោយឧទាហរណ៍ដាក់កន្សោមលើក្រេទី3ជាផលគុណកត្តាតាមរូបមន្តពន្លាតតាមរូបមន្តពន្លាតដោយលំហាត់កគឺគេឲ្យ x ស្វ័យគុណ3បូកនឹង27អញ្ចឹងយើងមើលថាតើ27ហ្នឹងយើងអាចបំលែងទៅជាលេខកំណានបានទៀតគឺបំលែងបានទៅជា3ស្វ័យគុណ3អញ្ចឹងយើងមើលថាវាចូលរូបមន្តមួយណាគឺចូលរូបមន្ត a ស្វ័យគុណ3បូកឲ្យ b ស្វ័យគុណ3ស្មើ a បូក b កត្តាឲ្យ a ស្វ័យគុណ2ឲ្យ ab បូកឲ្យ b ស្វ័យគុណ2អញ្ចឹងដល់យើងដឹងថា x គឺជាតួ a រីឯតួ b គឺជាលេខ3អញ្ចឹងយើងយកតួ a តួ b ចំនួនចូលរូបមន្តមួយនេះមកគឺបាន x ស្វ័យគុណ3បូកឲ្យ3ស្វ័យគុណ3ស្មើ x បូក3កត្តាឲ្យ x ស្វ័យគុណ2ដកឲ្យ x គុណនឹង3បូកឲ្យ3ស្វ័យគុណ2អញ្ចឹងបន្ទាប់មកគឺស្មើ x បូក3កត្តាឲ្យ x ស្វ័យគុណ2ដកឲ្យ 3x បូកនឹង9អញ្ចឹងដូចនេះ x ស្វ័យគុណ3បូកនឹង27ហ្នឹងគឺស្មើ x បូក3កត្តាឲ្យ x ស្វ័យគុណ2ដកឲ្យ 3x បូកនឹង9អញ្ចឹងឈានដល់លំហាត់ខគឺគេឲ្យ54 a ស្វ័យគុណ 3b បូកឲ្យ 2b ស្វ័យគុណ4អញ្ចឹងយើងមើលថាតើមានលេខណាឬអក្សរណាដែលយើងត្រូវចាប់បានគឺ54គឺអាចចែកដាច់នឹង2រីឯលេខ2ក៏ចែកដាច់នឹង2បានដែរអញ្ចឹងយើងចាប់លេខ2ចេញហើយយើងមើលថាមានអ្វីដូចគ្នាទៀតគឺអក្សរ b អញ្ចឹងយើងចាប់អក្សរ b ចេញអញ្ចឹងបាន 2b កតាឲ្យ 27a ស្វ័យគុណ3ដកឲ្យ b ស្វ័យគុណ3អញ្ចឹងយើងមើលថាតើ 27a ស្វ័យគុណ3ហ្នឹងគឺស្មើ 3a ស្វ័យគុណ3អញ្ចឹងគេបាន 2b កតាឲ្យ 3a ស្វ័យគុណ3ដកឲ្យ b ស្វ័យគុណ3អញ្ចឹងយើងមើលថាតើវាចូលរូបមន្តមួយណាគឺចូលរូបមន្ត a ស្វ័យគុណ3ដកឲ្យ b ស្វ័យគុណ3គឺស្មើ a ដក b កតាឲ្យ a ស្វ័យគុណ2បូកឲ្យ ab បូកឲ្យ b ស្វ័យគុណ2អញ្ចឹងដល់យើងដឹងថា 3a គឺជាតួ a រីឯ b គឺជាតួ b អញ្ចឹងគេបាន2b កតាឲ្យ 3a ស្វ័យគុណ3ដកឲ្យ b ស្វ័យគុណ3ហ្នឹងគឺស្មើ 2b កតាឲ្យ 3a ដកឲ្យ b កតាឲ្យ 3a ស្វ័យគុណ2បូកឲ្យ 3a គុណនឹង b បូកនឹង b ស្វ័យគុណ2អញ្ចឹងយើងដោះស្រាយវាមកគឺបានស្មើ 2b កតាឲ្យ 3a ដក b កតាឲ្យ 3a ស្វ័យគុណ2បូកឲ្យនឹង 3ab បូកឲ្យ b ស្វ័យគុណ2គឺស្មើ2b ស្មើ 3a ដក b កតាឲ្យ 3a ស្វ័យគុណ2បូកឲ្យ 3ab បូកឲ្យ b ស្វ័យគុណ2អញ្ចឹងដូចនេះចម្លើយចុងក្រោយរបស់យើងគឺ54a ស្វ័យគុណ 3b បូកឲ្យ 2b ស្វ័យគុណ4ហ្នឹងគឺស្មើ 2b កតាឲ្យ 3a ដក b កតាឲ្យ 3a ស្វ័យគុណ2បូកឲ្យ 3ab បូកឲ្យ b ស្វ័យគុណ2អញ្ចឹងយើងឈានចូលទៅដល់លំហាត់កដែលគេឲ្យ x ស្វ័យគុណ3បូកនឹង9 x ស្វ័យគុណ 2y បូកឲ្យ 27x y ស្វ័យគុណ2បូកឲ្យ 27y ស្វ័យគុណ3អញ្ចឹងយើងមើលប្រធានយើងអាចបំលែងទៅជាបំលែងបានគឺយើង3x ស្វ័យគុណ3ហ្នឹងគឺយើងទៅនៅដដែលយើងមើល 9x ស្វ័យគុណ 2y ហ្នឹងយើងអាចបំលែងទៅបាន 3x ស្វ័យគុណ2គុណឲ្យ 3y បូកនឹង 27xy ស្វ័យគុណ2ហ្នឹងយើងអាចបំលែងទៅបាន 3x គុណឲ្យ 3y ស្វ័យគុណ2រីឯ 27y ស្វ័យគុណ3នេះយើងអាចបំលែងទៅបាន 3y ស្វ័យគុណ3អញ្ចឹងយើងមើលថាវាចូលរូបមន្តមួយណាគឺចូលរូបមន្ត a បូក b ស្វ័យគុណ3អញ្ចឹងដឹងតួ a តួ b អស់ហើយយើងចំនួនចូលរូបមន្តហ្នឹងមកគឺគេបាន x ស្វ័យគុណ3បូកឲ្យ 3x ស្វ័យគុណ2
ចុនឲ្យ 3y បូកឲ្យ 3x ចុនឲ្យ 3y ស្វ័យគុណ2ដកឲ្យ 3y ស្វ័យគុណ3អញ្ចឹងគេបាន x បូក y បូក 3y ស្វ័យគុណ3ដោយ x នេះគឺជាតួ a រីឯ 3y នេះគឺជាតួ b ដូចនេះចម្លើយចុងក្រោយរបស់យើងគឺ x ស្វ័យគុណ3បូកឲ្យ 9x ស្វ័យគុណ 2y បូកឲ្យ 27x y ស្វ័យគុណ2បូកឲ្យ 27y ស្វ័យគុណ3គឺស្មើ x បូក 3y ស្វ័យគុណ3អញ្ចឹងយើងចូលដល់លំហាត់ខដែលគេឲ្យ 27 នៅលើ 64n ស្វ័យគុណ3ដកឲ្យ 27 នៅលើ 32n ស្វ័យគុណ 2p បូកឲ្យ 9 នៅលើ 16n p ស្វ័យគុណ2ដកឲ្យ 1 លើ 8p ស្វ័យគុណ3អញ្ចឹងយើងអាចបំលែងប្រធាននេះបានគឺ 27 នៅលើ 64n ស្វ័យគុណ3នេះយើងអាចបំលែងទៅបាន 3 នៅលើ 4n ស្វ័យគុណ3ដកឲ្យ 27 នៅលើ 27 នៅលើ 32n ស្វ័យគុណ 2p យើងអាចបំលែងទៅបាន 3 គុណឲ្យ 3 នៅលើ 4n ស្វ័យគុណ2គុណឲ្យ 1 នៅលើ p 1 លើ 2p បូកឲ្យ 3 9 នៅលើ 10 6n p ស្វ័យគុណ2នេះអាចបំលែងទៅបាន3កតាឲ្យ 3 នៅលើ 4p ចុនឲ្យ 1 នៅលើ 2p ស្វ័យគុណ2រីឯ1នៅលើ 8n 1នៅលើ 8p ស្វ័យគុណ3នេះយើងអាចបំលែងទៅបាន1នៅលើ 2p ស្វ័យគុណ3យើងមើលថាវាចូលរួមមួយណាគឺចូលរួម a ដក b ស្វ័យគុណ3អញ្ចឹងដល់យើងដល់វាដូចគ្នាទៅហើយយើងយកប្រធាននេះមកចំនួនចូលរួមយើងតែម្ដងអញ្ចឹងគេបាន27នៅលើ 64n n ស្វ័យគុណ3ដល់27នៅលើ 32n n ស្វ័យគុណ 2p បូកនឹង9នៅលើ 16n p ស្វ័យគុណ2ដក1លើ 8p ស្វ័យគុណ3នេះគឺស្មើ3នៅលើ 4n ដកឲ្យ1នៅលើ 2p ស្វ័យគុណ3ដោយយើងនឹងថា3នៅលើ 4p នេះគឺជាតួ a រីឯ1នៅលើ 2p នេះគឺជាតួ b អញ្ចឹងចម្លើយចុងក្រោយរបស់យើងគឺស្មើ27នៅលើ 64n ស្វ័យគុណ3ដក27នៅលើ 32n ស្វ័យគុណ 2p បូកឲ្យ 9 នៅលើ 16n p ស្វ័យគុណ2ដកឲ្យ 1 នៅលើ 8p ស្វ័យគុណ3ហ្នឹងគឺស្មើ3នៅលើ 4n ដកឲ្យ 1 នៅលើ 2p ស្វ័យគុណ3អញ្ចឹងការបកស្រាយរបស់ខ្ញុំហ្នឹងគឺបានឈានចូលមកដល់ទីបញ្ចប់ហើយជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានមើលវីដេអូនេះរហូតដល់ចប់សូមអរគុណ